Oh my យ៉ាប់ហ្មង Oh my god ខ្ញុំមានអារម្មណ៍ថាអានេះវាស្រួលវាអត់បញ្ហាទេព្រោះស្ដៅហើយនឹងម្រះរបស់ខ្ញុំចូលចិត្តញ៉ាំដែរព្រោះប៉ុន្តែដល់ពេលវាឆ្អិនវាស្រួលញ៉ាំប៉ុន្តែដល់ពេលគេកិនវាជាទឹកជាអីអញ្ចឹងទៅតែជាពិបាកញ៉ាំវិញស្រួលមកស្រួលប៉ុន្តែមុននេះខ្ញុំដឹងថាវាស្រួលខ្ញុំមានអារម្មណ៍ថាស្រួលខ្ញុំធ្វើការហើយលឿនទីបំផុតស្រួលមកស្រួលមកតែវាគ្រាន់តែការសន្និដ្ឋានដំបូងរបស់យើងដល់ពេលជាក់ស្ដែងពេលវាចូលដល់មាត់វាពិបាកមែនទែនក្នុងការលេបចូលបើកលៀនញ៉ាំអូអានេះឆ្ងាញ់អាហ្នឹងធ្វើឲ្យសុំមកពេទ្យគោណែនាំឲ្យយើងពេលបើពីមុខហ្នឹងគឺអារម្មណ៍របស់ខ្ញុំវាធម្មតាប៉ុន្តែគ្រាន់តែពេលវាចូលហុងមាត់ទៅវារៀងល្វីងទៅហើយវាមានកាកមានអីទៅវាស្ទះអំពងកហើយវាត្រូវចង្អោចេញមកវិញធ្វើឲ្យយើងពិបាកទទួលយកពេលថាហ្នឹងខ្លាំងយើងរៀន3ម៉ោងហ្នឹងហើយក៏បាក់មែនហ្នឹងផងញ៉ាំជីយាមញ៉ាំខំប្រាំងឡើងមកក្រាខំប្រាំងស៊ូឡើងតស៊ូបាត់មាត់បាត់ច្រមុះដល់រហូតដល់ពេលខ្ញុំថាចង់ស្រែកចោះចាញ់ដែរប៉ុន្តែដល់ពេលក្រោយមកខ្ញុំរកវិធីលេបវាចូលបានស៊ូឡើងមកក្រាកុំខ្ជិះលេបអូល្អក្រឡណាសោក្រលូគ្រូល្អក្រលូមិនសាសាកំរួកណាលេបឡើងតស៊ូញ៉ាំតស៊ូលេបអូឆ្ងាញ់ណាពិបាកមែនអាហ្នឹងគឺខុសពីហ្មងឆ្នាំប្រសពបុរាណបាទសូមអញ្ជើញស្ដៅលេបដាក់លីមួយទឹកគ្រឿងឆ្ងាញ់ណាអូចង់បានស្ដៅទីទៀតល្អហ្មងលេបតស៊ូឡើងស៊ូដាក់ប្រហុកអាមេរិកកាំងស៊ូបែបគេស៊ូលើជីយចិត្តអើយសោះពេលបន្តិចទេស៊ូឡើងមកក្រៅស៊ូឡើងទៀតពីកធំកំលេបគ្រូល្អវិធីលេបចូលបានជាមួយនឹងរបស់ល្វីងហ្នឹងគឺត្រូវតែងើយពងកឲ្យធំព្រោះថាបើសិនជាយើងទុករបស់អស់ហ្នឹងឲ្យវានៅគាំងជាប់ដាតយើងនឹងស្រង់យករសជាតិល្វីងរបស់វាប៉ុន្តែបើសិនជាយើងគ្រាន់តែងើយឲ្យទឹកហ្នឹងបានទៅដល់ពងកយើងវានឹងចូលទៅក្នុងពោះយើងយ៉ាងស្រួលហើយយើងអកវាឲ្យលឿនជាទីបំផុតដោយមិនបាច់ចាំឲ្យឆ្លងកាត់អណ្ដាតរបស់យើងស្រង់រសជាតិអាហ្នឹងគឺវិធីដែលអាចលេបរបស់ល្វីងនឹងចូលយ៉ាងលឿនអាហ្នឹងធ្វើទៅក្រួយចឹងទៅណែទៅហេបាច់គុំគេស្រាវគ្រូ